ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះធេរានុធិរៈគ្រប់ព្រះអង្គនិងធ្វើការរាប់អានចំពោះព្រាមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់ព្រះអមរាភេរកតៈអ៊ុយប៉ាងគណៈធម្មយុត្តិនិកាយព្រះអមរាភេរកតៈអ៊ុយប៉ាងកើតនៅក្នុងភូមិកំពង់ចិនឃុំវិញដាំងខេត្តក្រមួនសកម្ពុជាក្រោមបិតានាមអ៊ុយមាតានាមអាតកើតនៅឆ្នាំសាញ់បញ្ញស័កពុទ្ធសករាជ2135កុមារអ៊ុយប៉ាងមានអាយុ17ឆ្នាំបិតានាំកុមារអ៊ុយប៉ាងនេះឲ្យទៅសិក្សាអក្សរសាស្ត្រជាតិនឹងលោកគ្រូសឹមជាចៅអធិការវត្តចាស់ស្ដៅគណៈធម្មយុត្តិនិកាយខេត្តបារាជក្នុងដែនដីគូសាំងស៊ីនលុះយុវជនអ៊ុយប៉ាងបានរៀនសូត្រចេះដឹងគូសមហើយលោកគ្រូសឹមក៏ឲ្យពពជាសាមណេរក្នុងវត្តនោះបានមួយព្រះវស្សាហើយបន្ទាប់មកមានឧបាសកម្នាក់នាមថាកឹមតិតនៅក្នុងទីក្រុងភ្នំពេញបានសិក្សាក្នុងសំណាក់ព្រះសុគន្ធាធិបតីសង្ឃនាយកគណៈធម្មយុត្តិវត្តបទុមតីស្រុកកំណើតនៅខេត្តក្រមួនសដែរបានទៅជួបនឹងសាមណេរអ៊ុយប៉ាងបានទូលរៀបរាប់អំពីលទ្ធិព្រះពុទ្ធសាសនាប្រាប់សាមណេរអ៊ុយប៉ាងមានចិត្តជ្រះថ្លាចង់ចេះចង់ដឹងទើបសុំការអនុញ្ញាតពីលោកគ្រូតាមឧបាសកតិតមកក្រុងភ្នំពេញឧបាសករូបនេះបានយកលោកទៅប្រគេនសម្ដេចមង្គលទីពេចាព្រះនាមអ៊ីមសង្ឃនាយកវត្តបទុមតីឲ្យនៅសិក្សាព្រះត្រៃបិដកលុះព្រះជន្ម21ឆ្នាំសាមណេរអ៊ុយប៉ាងបានឧបសម្បទាជាភិក្ខុភិវៈបាននាមបញ្ញត្តិឆាយាខេមកោតមកបានឡើងសាមណស័ក្តិជាព្រះបាឡាត់អរិយមុនីលុះបុកបាន7ព្រះវស្សាបានសុំលាសម្ដេចមង្គលទេពេចាជាគ្រូឧបជាចេញទៅបំពេញវិជ្ជានៅទីក្រុងបង្កអាស្រ័យនៅវត្តបវរនីវេសនៅក្នុងសំណាក់សម្ដេចមហាសមណៈខំព្យាយាមបំពេញវិជ្ជាអស់រយៈពេល8ព្រះវស្សាចេះនឹងគូសោបានធ្វើត្រឡប់មកប្រទេសកម្ពុជាវិញហើយអាស្រ័យនៅក្នុងវត្តបទុមតីរាជធានីភ្នំពេញវិញសម្ដេចព្រះមង្គលទីពេចាព្រះនាមសុខបានតាំងសាមណស័ក្តិលោកជាព្រះមហាឧដុលហើយក្រោយមកបានតាំងសាមណស័ក្តិជាព្រះអមរារកតៈរាជាគណៈទីចត្វាព្រះថេរអង្គនេះមានគុណសម្បត្តិសមត្ថភាពបរិបូរណ៍បានចូលធ្វើជាក្រុមជំនុំប្រែព្រះត្រៃបិដកដោយការស្ទាត់ជំនាញក្នុងមុខងាររបស់លោកទើបព្រះករុណាព្រះរាជទានគ្រឿងឥស្សរិយយសមេដៃមុនីសោភ័ណ្ឌហើយនឹងតែងតាំងជាអធិបតីរងក្រុមជំនុំប្រែព្រះត្រៃបិដកឲ្យសមតាមឋានៈរបស់លោកព្រះអមរាភេរកតៈអ៊ុយប៉ាងធ្វើអធិបតីរងក្រុមជំនុំព្រះត្រៃបិដកក្នុងចំណោមព្រះសង្គីទេកាចារ្យទាំងឡាយនៃពុទ្ធសាសនបណ្ឌិតជាអ្នកយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ធ្វើការងារប្រែពិនិត្យព្រះត្រៃបិដកឥតខ្លាចនឿយហត់ដល់ថ្ងៃទី2ខែមិនិនាឆ្នាំ1946ចាប់អាពាធជាទម្ងន់ដោយរោគឡើងឈាមស្ពឹកស្រពន់ញ័រព្រះហស្ថខូចមួយជំហានខ្លួនបាននិមន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញជាយូរខែក៏គ្រាន់បើបានធូរឡើងវិញសូមជូនពរបងប្អូនខ្មែរយើងទាំងអស់សូមឲ្យបាននៅសេចក្តីសុខគ្រប់ពេលវេលាសូមបងប្អូនជួយចុច like និងចុច share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ